អូខេមិញឥឡូវមកយល់ទៅដល់ជាមួយនឹងត្រឹមនេះប៉ុន្តែវាដាច់វីដេអូអញ្ចឹងdirect question នេះគឺថា is she coming តើនាងកំពុងនឹងមកមែនតែពេលយើងប្រើក្នុងទម្រង់ indirect បែបគួរសម could you tell me យើងត្រូវផ្លាស់មួយ if ដោយសារវាជាប្រភេទសំណួរ question យើងនៅ question យើងអាចឆ្លើយ yes she is ក៏បាន no she isn't ក៏បានហើយវាជាទម្រង់យើងអាចឆ្លើយជា no បានណាអញ្ចឹងយើងផ្លាស់មួយ if ហើយយើងបដូរវាមកជាប្រភេទ positive មក she is coming មកនេះគឺជាប្រភេទ positive អញ្ចឹងយើងគាត់បដូរអានេះមកទៅជាប្រភេទ positive មក she to be ហើយនឹង verb ing នឹងមកយល់អត់អញ្ចឹងគាត់លើកវាដាក់វាមុខមកសំខាន់ឲ្យទៅជាប្រភេទ positive ទី2 does he like coffee តើគាត់ចូលចិត្តកាហ្វេអត់ does he like coffee បើយើងឆ្លើយក្នុងទម្រង់ yes no question yes he does no he doesn't យើងអាចឆ្លើយទម្រង់អញ្ចឹងណាទម្រង់ជាមួយនឹង yes no question ណាអញ្ចឹងបើយើងប្រើក្នុង indirect question យើងសួរបែបថាយើងទៅយើងអ្នកលក់កាហ្វេហើយគាត់មកផឹកកាហ្វេទៅយើងសួរគាត់អ្នកជនបរទេសយើងអាចសួរថា do you know ឬក៏ could you tell me if he like coffee យើងដោយសារយើងប្រើ if ដោយសារវាជាប្រភេទ yes no question ដែលយើងអាចឆ្លើយបានអញ្ចឹង if he like អញ្ចឹង he like អញ្ចឹងអានេះវាអត់មាន yes no question ទេដោយសារវាជាប្រភេទសំណួរអញ្ចឹងពេលយើងប្រើ indirect question like នេះត្រូវមាន s ដោយសារវាជាប្រភេទ subject he វាជួបជាមួយ subject he អញ្ចឹង verb ត្រូវតែថែម s ឬក៏ es អាស្រ័យទៅលើ verb វាបញ្ចប់ដោយអក្សរអីចឹងហើយ he like coffee មកវាជាប្រភេទសំខាន់ទៅឲ្យទៅជាប្រភេទ positive ជា statement ស្របទំនងស្របយល់ទី2 did they finish the work តើគេបានបញ្ចប់ការងាររបស់ពួកគេនៅអានេះគេទម្រង់ past ដែលគេបានសួរ did they finish the work បើយើងឆ្លើយ yes they did ឬក៏ no they didn't ចឹងយ៉ាងអាស្រ័យទៅលើការឆ្លើយវាជាប្រភេទ yes no question អញ្ចឹងបើយើងប្រើក្នុង indirect question យើងសួរថា do you know ឬក៏ could you tell me if យើងផ្លាស់ជាមួយ if ដែលខាត់ត្រូវផ្លាស់ជាមួយ if ដោយសារវាជានៃ yes no question អញ្ចឹងយើងដាក់វាមកប្រភេទស្របវិញមក they finish finish នេះត្រូវមាន ed ដោយសារតា did នេះគឺជាauxiliary verb past ដែលយើងលើកមកដើម្បីមួយជំនួយបង្កើតជា past ដោយសារវាជា did past យល់អត់នេះគឺជា past អញ្ចឹង verb គឺទៅជា past ដែរដូចគ្នាដូចបងចូលខាងមុខអញ្ចឹង verb តែជាទម្រង់ស្របប៉ុន្តែ verb នេះគឺជា verb to ដោយសារតែនេះគឺជា did ដែលគេបានដាក់មកយល់អត់មួយទៀត can you help me អានេះយើងសួរបែបវាអត់ polite ទេ direct question can you help me តើអ្នកអាចជួយខ្ញុំបានអត់តើអ្នកជួយខ្ញុំបានអត់យើងសួរមកបែបឆ្លើយអញ្ចឹងបើយើងចង់ឲ្យគេជួយយើងសូមឲ្យគេជួយយើងអីមួយយើងប្រើ indirect មកដើម្បីឲ្យវាទៅគួរសម could you tell me if ផ្លាស់ជាមួយ if ដោយសារតែនេះគឺជាប្រភេទ yes no question តែយើងមួយនិយាយ no question អានេះស្គាល់ហើយថាវាមានបែបមិនអញ្ចឹងទៅជួយជាមួយ modal មាន can មាន could មាន may មាន might មាន will មាន would អីហ្នឹងទៅជាមួយ yes no question អញ្ចឹង could you tell me if ផ្លាស់មួយ if you can help me អញ្ចឹងទៅជាទម្រង់ស្របអានេះកង់នេះគឺទៅជាទម្រង់ស្របវិញ you can help me បដូរលើ can មុខទៅជា you can help me យល់អត់ទៅជាស្របវិញហើយឡើងទៅជាquestion ហើយយើងបដូរទៅដាច់ខាតទៅបដូរវាទៅជាទម្រង់ស្របវិញគឺជា rule របស់គេ you can help me យើងមក subject modal verb object យើងមកទៅជាមួយអញ្ចឹងដែរមួយទៀត will it rain tomorrow តើវានឹងអាចភ្លៀងអត់តើវានឹងភ្លៀងអត់ថ្ងៃស្អែកហ្នឹងយើងសួរទៅគេហើយយើងសួរសំណួរធម្មតា direct question ពេលយើងចង់សួរ indirect question បែបគួរសមបែប polite do you know តើអ្នកដឹងទេ if នេះគឺជាប្រភេទ unit question ទៅបើ if អញ្ចឹងយើងដាក់វាស្របវិញមក it will rain tomorrow អញ្ចឹងយើងបដូរវាមក it will rain tomorrow it will នេះគឺជា modal verb អញ្ចឹងយើងមិនអាចលុបវាដូចទូតាស់បានទេយល់អត់អាចលុបបានទេបាទនេះយើងលុបដោយសារវាគឺជា modal verb ដែលយើងលើកមកសួរតែបើនេះគឺជា modal verb ដែលយើងមិនអាចលុបបានទេនេះគឺជា auxiliary verb ខាងលើនេះអញ្ចឹងយើងត្រូវដាក់វាវិញយើងមិនអាចលុបវាបានទេលុបបាននោះថាតែ do ដាក់ឬក៏ did យើងអាចលុបបានអញ្ចឹង it ដាក់ will វិញមកដាក់ rain មកអញ្ចឹង it will rain tomorrow subject modal and verb យើងដាក់វាមកវិញមកជាទម្រង់ស្របមកវិញមកអញ្ចឹងអានឹងមានតែប៉ុណ្្នឹងទេហើយបងក៏បញ្ជាក់បន្ថែមថា indirect question នេះគឺយើងប្រើដើម្បីនិយាយពីភាពគួរសមហើយរាល់ sentence ដែលយើងបានបង្កើតវាក្នុងទម្រង់ direct question បែបអត់គួរសមណាអញ្ចឹងពេលយើងប្រើក្នុង indirect question តែខាត់ទៅជាទម្រង់ positive ទាំងអស់យើងប្រើវាក្នុងទម្រង់ positive ទាំងអស់ហើយ verb ដែលប្រែប្រួលមាន ed ឬក៏ s ហ្នឹងគឺអាស្រ័យទៅលើ subject ហើយក៏អាស្រ័យទៅលើកាលដែរបើកាលវាជា present continuous អញ្ចឹងយើងទៅដាក់វាជា present continuous វិញមក pause ទៅជាទម្រង់ present continuous មកបើកាលវាជា present
simple ដាក់ present simple មកបើកាលវាជា past យើងដាក់កាលវាមកតម្រងស្រប past វិញចឹងមកអញ្ចឹងនឹងមានតែប៉ុណ្ណឹងតែឥឡូវបើសិនណាយល់ត្រង់ណាអាចសួរបានហើយតើតើជាមួយនឹងកាលវាជាប្រភេទ model ដែលគេយក model មកសួរយើងទៅដាក់វាមកវិញយើងមិនអាចលុបវាដូចឬក៏ទៀតបានទេយើងមិនអាចលុបវាបានទេយល់អត់អញ្ចឹងមេត្អូនមានតែប៉ុណ្ណឹងទេបានហើយអត់ចូលត្រង់ណាអាចសួរបានអូខេបាយបាយ